លោកគ្រូអេពូថងធ្លាប់បាក់ទឹកចិត្តគិតច្រើនព្រោះគិតថាខ្លួនឯងគ្មានសង្ឃឹមរស់ទៀតនោះទេខណៈជើងដំបៅភ័យខ្លាចកាត់ចោលតែនៅពេលជួបលោកអគ្គនាយកវីរៈពន្លកជីវិតរបស់លោកគ្រូអេពូថងដូចកើតម្ដងទៀតដោយសារតែប្រេងសណ្ដែកផ្កាយកាលពីថ្ងៃទី17ខែកក្កដាឆ្នាំ2026លោកវីរៈពន្លកអគ្គនាយកប្រេងសណ្ដែកផ្កាយខ្មែរបានធ្វើដំណើរទៅសួរសុខទុក្ខលោកគ្រូអេពូថងព្រមទាំងក្រុមគ្រួសារដល់គេហដ្ឋានបន្ទាប់ពីលោកគ្រូអេពូថងបានពិសាប្រេងសណ្ដែកផ្កាយខ្មែរបើតាមប្រសាសន៍របស់លោកគ្រូអេពូថងបានផ្ដល់បទសម្ភាសន៍នៅពេលជួបលោកអគ្គនាយកវីរៈពន្លកបានឲ្យដឹងថាមុនពេលប្រើប្រេងសណ្ដែកផ្កាយខ្មែរលោកគ្រូមានគីឡូរហូតទៅដល់120គីឡូមានជំងឺជាច្រើនទៀតព្រមទាំងដំបៅជើងជាដើមដល់ថ្នាក់ធ្វើឲ្យលោកគ្រូអស់សង្ឃឹមបាក់ទឹកចិត្តគិតថាមិនយូរនោះទេជីវិតរបស់លោកគ្រូនឹងត្រូវលាពិភពលោកដ៏ស្រស់ស្អាតនេះហើយខ្ញុំចាំបានកាលហ្នឹងលោកគ្រូទឹកនោមផ្អែមឡើងខ្លាំងកាលហ្នឹងមានតបៅជើងទៀតណាភ័យដែរខ្លាចកាត់ជើងខ្លាចកាត់តែបាននឹងទៅបងគាត់ណែនាំថាយើងផឹកបដាក៏បានយើងចង់មកលាបពីលើវាក៏បានតែបងលាបពីលើយើងផឹកផឹកវ៉ាវកាន់តែអស្ចារ្យទៀតសិទ្ធិភាពធម្មតាប្រេងស្ដែកផ្កាយអញ្ចឹងលោកគ្រូលាបលើជើងរយៈពេលប៉ុន្មានដែលធ្វើឲ្យលោកគ្រូសះយើងលាបរហូតដែរប្រហែលជិតមួយខែហ្នឹងវាទៅទិញណាបាទតែសម្រាប់លោកគ្រូប្រើសណ្ដែកផ្កាយយូរណាស់អូយូរហើយយូរឆ្នាំហើយយូរឆ្នាំហើយឥឡូវធូរច្រើនបាទតាំងពីសាឡាអីហ្នឹងវាមុនមកឈឺឥឡូវវាចង់ជាបាទឥឡូវឡើងចង់ឈឺហើយថ្ងៃនេះក៏អរគុណបងដែរបាទជួយឧបត្ថម្ភឲ្យមើលសុខភាពខ្ញុំបាទអរគុណថែទាំបានឆ្នាំហ្នឹងណាបាទមួយឆ្នាំបាទតែមុនលោកគ្រូបានជួបខ្ញុំកាលហ្នឹងមានបញ្ហាខ្លះលោកគ្រូកាលហ្នឹងផ្អែមចេះសិញស្លាក់បាក់យាយបងដើរទៅណាតង់តោងគ្នាដូចបងមកឃើញឆាក់ស្ដាយខ្ញុំដើរទៅណាកូនសិស្សតោងកាលហ្នឹងឃើញគ្រូឡើងគីឡូខ្លាំងមែនបាទ120គីឡូ120គីឡូបាទចាប់ផ្ដើមដំបូងនេះក៏អត់តន់ជឿជាក់ទេអត់តន់ជឿគាត់សាក់លបងមើលទេតែបងអុយយើងយកមកសាក់ទេយើងអត់តន់ជឿជាក់បាទហើយពេលយើងសាក់លបងឲ្យកន្លះខែមួយខែទៅយើងប្រើទៅយើងគីឡូយើងសក់បាទយើងសក់ដែរអុយបើផឹកត្រូវហើយណាមួយអាសិចទៅយើងធប់មួយខែឬ2ខែឈឺរើឈឺដល់ដើមចង់រួចទេតែឥឡូវបានផឹកនឹងទៅប្រហែលជាមួយខែ2ខែទៅវាអត់សូវអីវាទៅឈឺខ្លាំងតែបងលាបពីលើយើងផឹកផឹកវ៉ាវកាន់តែអស្ចារ្យទៀតសិទ្ធិភាពធម្មតាប្រេងស្ដែកផ្កាយអញ្ចឹងលោកគ្រូលាបលើជើងរយៈពេលប៉ុន្មានដែលធ្វើឲ្យលោកគ្រូសះយើងលាបរហូតដែរប្រហែលជាជិតមួយខែហ្នឹងវាទៅទិញណាបាទអញ្ចឹងប្រេងស្ដែកផ្កាយហ្នឹងអាចលាបលើតបៅជាមែនអាហ្នឹងអត់អីអាហ្នឹងលាបបានដើរបានអញ្ចឹងអូខេយើងអាចលាបបងជម្រាបដល់លោកគ្រូអញ្ចឹងបាទហើយមួយទៀតលោកគ្រូចេះដោយសារតែមានបងប្អូនខ្លះគាត់ថាផលិតផលអីក៏ដោយប្រើបានតែដំបងទេបានតែមួយឆាវដំបងទេហើយជួនកាលបើសិនជាប្រើយូរអាចនឹងធ្វើឲ្យខូចកលៀនខូចតម្រង់នោមអីចឹងណាអាហ្នឹងពាក្យដែលបងប្អូនយើងគាត់តែតែមានណាហើយលោកគ្រូឥឡូវចង់សួរបច្ចេកលោកគ្រូមើលតាំងពីភាសាប្រេងតែផ្កាយខ្មែរយើងហ្នឹងបាន3ឆ្នាំចូលចិត្តក្បាល4ឆ្នាំឥឡូវលោកគ្រូអាចជួយបញ្ជាក់បានទេអាកន្លែងហ្នឹងគិតខុសហើយវិជាបានល្អដែរវាមិនមែនប៉ះពាល់សុខភាពណាហើយកលៀនអីវាទៅជួយធ្វើគ្រឿងក្នុងយើងល្អទេឧទាហរណ៍ខ្ញុំនិយាយមើលថាខ្ញុំចេញពីកូវីដនោះសួតទៅបាទអត់ល្អអត់ចេញពីនោះមកក៏ដល់សល់ពាក្យកដាលដែរសួតអស់ពាក្យកដាលគ្រូបាទខ្ញុំបាននេះហើយបានជាខាងក្នុងខ្ញុំជាបានហើយសួតពេញមកវិញមកនិយាយជាការពិតបាទអត់មានសំដែងអត់មានទី1ខ្ញុំគិតថាខ្ញុំឈប់ហើយខ្ញុំឈប់បណ្ដាលហើយខ្ញុំឈប់ហ្មងហាត់ប្រាណក៏មិនហាត់កីឡាក៏មិនហាត់គួយតែហាត់សិស្សហ្នឹងគួយតែហាត់សិស្សអត់ដែលអនុវត្តដល់ផ្ទាល់ខ្លួនផ្ទាល់ហើយយើងអត់ដែលហាត់ខ្លួនឯងទេហើយស្លាក់ហ្នឹងបាទចេញឈប់ហ្មងឲ្យឡើងគីឡូហ្មងឡើងគីឡូហូបតែបន្តិចតួចក៏ឡើងឡើងវល់មុខតែលើខាងហ្នឹងថាកាលហ្នឹងលោកគ្រូថាដោយសារតែគ្រូកាលហ្នឹងមានបញ្ហាស្លាក់ខ្លាំងឯងស្លាក់ខ្លាំងពេលខ្ញុំឡើងគីឡូទៅក្បាលជង្គង់ដើរឈោយូរក៏បានដើរយូរក៏បានតែបានអង្គុយហេដេករោគទេបាទតែពេលអញ្ចឹងឡើងខ្លាំងបណ្ដោយបាទតែឥឡូវនេះអត់អីទេឥឡូវអត់អីទេដើរទៅណាក៏អត់តាមកូនសិស្សទៀតហើយលោកគ្រូមានឲ្យក្មួយហូបអត់ដូចអាមេរិនមេឃីអីចែកឲ្យផឹកដើម្បីដូចខ្ញុំថាគ្រឿងក្នុងវាល្អបាទគ្រឿងក្នុងល្អគាត់ថាគ្រឿងក្នុងល្អទៅយើងវាយវាមិនសូវហត់ថ្ងៃមុននិយាយថាថ្ងៃការសួរថាបានហូបអត់ហូបដែរតែហូបហើយពេលហាត់កីឡាហាត់អីអត់សូវហត់អត់ស្អីទេបាទចាអីហូបរហូតទៅកូនសិស្សគេឈឺអីផឹកអញ្ចឹងទៅអូមានថាបើកូនសិស្សណាឈឺឲ្យហូបដែរបាទហើយជួនកាលទៅគេផឹកត្រូវហើយគេសុំទៅគ្រូសុំសាក់ម្ដងយកទៅឲ្យម៉ែអូគេទៅបាទថាយកយ៉ា
បាទឥឡូវកំហាំងកម្លាំងកំហែងរបស់លោកគ្រូមិនได้ក្រោយប្រើផលិតផលនេះ អូធូរច្រើនណាបន្លា មិនដល់3ទេ ឥឡូវហាត់បែ តែសាច់អស់ទេអាវធំអស់នេះសក់គីឡូនេះឥឡូវសល់តែកៅ3ហ្នឹង បាទ កៅ3កៅ2អស់ហើយគីឡូ120គិនបាទ ហើយ បាទបាទ